អ្នកណាអាចឲ្យកូនខ្ញុំបើកទ្វារថ្ងៃនេះអាចស្នាក់នៅបានគាត់ស័ក្តិសមនឹងគេកប់ជាមួយបុរសមានបំផុតនៅហៃឆេងសម្បូរនឹងសង្ហាខ្ញុំត្រូវតែនៅខ្ញុំក៏សុខចិត្តចំអកហុងម៉ាដែរលោកគ្រូវ័យក្មេងសូមបើកទ្វារការបរាជ័យក្នុងការសាងសង់ខ្ញុំខ្លាចណាស់ដែលត្រូវកប់ជាមួយអ្នកមិនមកជួយខ្ញុំវិនាទីបន្ទាប់មួយទៀតតើអ្នកកំពុងមើលអ្វីស្លៀកពាក់ដូចអ្នកសុំទានហើយខំលបួងលោកប៉ីខ្ញុំនៅទីនេះដើម្បីដាក់ពាក្យសុំមេដោះវាមិនសំខាន់ទេថាខ្ញុំស្លៀកពាក់បែបណាចៅវាយវ័យក្មេងរបស់យើងមានជំងឺ Mysophobia អ្នកមិនបំពេញតាមតម្រូវការទៅប្រសើរជាងខ្ញុំខ្លាចទៅជាបែបនេះព្រោះខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍នៅខាងក្រៅទៅតែបានប៉ុន្តែហេតុអ្វីបានជាអ្នកមនុស្សវាលោកប៉ីប្រវត្តិរូបសង្ខេបរបស់ខ្ញុំត្រូវបានយល់ព្រមហើយខ្ញុំមិនយឺតទេហេតុអ្វីខ្ញុំមិនអាចចូលរួមសម្ភាសមេវ័យក្មេងខ្ញុំបានបណ្ដេញគាត់ចេញភ្លាមឱកាសតែមួយគត់អរគុណលោកភីលោកខៅឈွန်មីងចង់សុំការអនុគ្រោះសូមបើកទ្វារកុំរំខានបន្ទប់ចៅវាយនាយវ័យក្មេងគឺជាប្រព័ន្ធការពារកម្ពុជារបស់ពិភពលោកអ្នកមិនអាចចូលបានដោយគ្រាន់តែសុំជំនួយនៅតែមិនដំណើរការទេលោកគ្រូខ្ញុំនឹងសុំលោកហុងពីអ្នកផ្សេងបើកទ្វារឥឡូវនេះការផ្ទៀងផ្ទាត់បានជោគជ័យម៉ាក់សូមស្វាគមន៍មកកាន់ផ្ទះព្រះជាម្ចាស់ឲ្យបន្ទប់របស់ចៅវាយវ័យក្មេងពិតជាបានបើកដោយខ្លួនឯងនេះជាលើកទី1តើអ្នកទើបតែនិយាយអ្វីខ្ញុំមិនបានធ្វើអ្វីទេខ្ញុំគ្រាន់តែសុំឃាធ្វើការអនុគ្រោះដល់ខ្ញុំអ្នកបានឆ្លងកាត់ការសម្ភាសលោកឆៃភីលោកភីក្រឡេកមើលសម្លៀកបំពាក់ប្រឡាក់របស់គាត់ប្រហែលជាមានបាក់តេរីខ្លះនៅលើគាត់ប៉ុន្តែអ្នកមិនអាចអនុញ្ញាតឲ្យគាត់តាក់ទងជាមួយមេវ័យក្មេងនោះទេមានន័យថាម្ដាយខ្ញុំខេខេតអ្នកហៅនាងថាម៉េចនោះគឺខេខេនាងមិនមែនជាម្ដាយរបស់អ្នកទេកុំស្រែកម្ដាយខេខេមិនសមហេតុសមផលទេហេតុអ្វីបេះដូងខ្ញុំឈឺចុកចាប់ពេលកូនម្នាក់នេះយំខេខេតអ្នកនឹកម្ដាយរបស់អ្នកទេអញ្ចឹងឲ្យខ្ញុំប្រាប់អ្នករឿងមួយអំពីម្ដាយរបស់ខ្ញុំមិនអីទេលោកពូសួយដេកលក់ហើយអ្នកពូកែបោកកូនណាស់សម្រាប់កុមារវាពិតជាសាមញ្ញណាស់ដូចជាកូនស្រីរបស់ខ្ញុំដែរឲ្យតែខ្ញុំអបនាងនឹងសប្បាយចិត្តណាស់អ្នកមានកូនស្រីម្នាក់លោកភីខ្ញុំនឹងមិនប៉ះពាល់ដល់ការងាររបស់ខ្ញុំទេខ្ញុំនឹងទៅយកកូនស្រីរបស់ខ្ញុំនៅថ្ងៃស្អែកអ្នកអាចជួយរៀបចំបន្ទប់កុមារឲ្យមានរបៀបរៀបរយនិងជ្រើសរើសសម្លៀកបំពាក់ស្អាតសម្រាប់នាងមិនអីទេលោកភីចុះយ៉ាងណាវិញអីយ៉ាបន្ទប់ព្រះនាងតូចក៏តុបតែងយ៉ាងកក់ក្ដៅដែរមែនទេតើអ្នកត្រូវការរៀបចំអ្វីផ្សេងទៀតទេជាការពិតអ្នកអាចរៀបចំសម្លៀកបំពាក់និងខោដែលមានផាសុកភាពមួយចំនួនសម្រាប់នាងក្មេងស្រីមិនចាំបាច់ស្លៀកសំពត់គ្រប់ពេលទេត្រៀមខ្លួនជាបន្ទាន់តើអ្នកធ្លាប់ស្លៀកសម្លៀកបំពាក់ដែលមានតម្លៃ88យួនទេផ្ដល់ឲ្យអ្នកអត់ទេនេះថ្លៃពេកហើយគ្រាន់តែគិតថាអរគុណសម្រាប់ការមើលថែរបស់ខេលោកឆៃភីកែវភ្នែកខ្ញុំបានឮថាអ្នកបានរកឃើញកូនស្រីរបស់អ្នកខ្ញុំបានរៀបចំអំណោយសម្រាប់កិច្ចប្រជុំសម្រាប់ព្រះនាងតូចចាំខ្ញុំនឹងឲ្យលុយ1 លានហោប៉ៅដល់ព្រះនាងតូចអ្នកអាចចំណាយវាតាមដែលអ្នកចង់បានមើលអំណោយរបស់ខ្ញុំសរសេរបើកតើអ្នកត្រូវការសរសេរនៅទីនេះទេខ្ញុំបានរៀបចំផ្ទះល្វែងចំនួន10សម្រាប់ចៅស្រីជ្រូកព្រះនាងតូចរបស់អ្នកសប្បាយចិត្តណាស់មែនទេវាពិតជាល្អណាស់ប្រសិនបើពុករបស់នួនបាវមានចិត្តល្អចំពោះនួនបាវកូនកក់ក្ដៅភ្ញាក់ឡើងថ្ងៃនេះយើងត្រូវទៅមន្ទីរពេទ្យក្មេងខ្ជិលដេកលក់ស្រួលណាស់ហេតុអ្វីបានជាវាឈឺចាប់ខ្លាំងម្ល៉េះយាយឲ្យក្រោកឡើងលឿនម៉ាក់នឹងនាំអ្នកទៅមន្ទីរពេទ្យចុះមិនក៏លយហើយមិនទាន់សម័យជីតាមិនទៅពេទ្យខ្ញុំនឹងទៅខ្ញុំត្រូវបើកឡានធំទៅយកចៅស្រីអាក្រក់របស់ខ្ញុំយកទៅផ្ទះជីតាខ្ញុំដឹងថានាងមានកូនស្រីម្នាក់តោះទៅខ្ញុំត្រូវពិនិត្យយ៉ាងឆាប់រហ័សដើម្បីការពារនាងកុំឲ្យជួបនឹងសត្វព្រៃលោកតាសូមបង្អង់បន្តិចអូខ្ញុំមានចិត្តចង់ឃើញចៅស្រីរបស់ខ្ញុំទេ
លោកគ្រូតើអាចបើកបរលឿនជាងនេះទេកូនស្រីរបស់ខ្ញុំមានគ្រុនក្តៅខ្លាំងហើយដួលសន្លប់ម៉ាក់ចាំយើងនឹងនៅមន្ទីរពេទ្យឆាប់នេះសូមលោកគ្រូពេទ្យជួយកូនស្រីខ្ញុំផងកូនស្រីរបស់ខ្ញុំមានគ្រុនក្តៅតើនេះមិនមែនជាកូនស្រីរបស់គីជីមែនទេបន្ទប់វះកាត់រួចរាល់ខ្ញុំនឹងសូមឲ្យគីលានុបដ្ឋាយិកានាំអ្នកទាំងពីរទៅវូតឪពុករបស់ទារកនឹងនៅទីនោះថាឪពុកក្មេងនៅទីណាទេគាត់នឹងនៅទីនោះក្នុងពេលបន្តិចទៀតនេះកុំបារម្ភទារកនឹងល្អណែនបាវកុំខ្លាចអីប៉ានឹងនៅទីនេះឆាប់នេះហេតុអ្វីបានជាអ្នកស៊ូលេខ្ញុំមិននឹកស្មានថាអ្នកមានស្បែកក្រាស់ពេកហើយនាំមនុស្សថោកទាបមកជាមួយទេអ្នកនៅតែហ៊ានមកជួយឆេវយោឆ្លងកាត់ទីក្រុងបើអ្នកប្រាប់ខ្ញុំអ្នកនឹងមិនដឹងថាអ្នកមានកូនស្រីទេអ្នកមិនត្រូវបានស្វាគមន៍នៅទីនេះទេអ្នកគឺជាអ្នកដែលគួរចាក់ចេញខ្ញុំមិនណែនាំអ្នកឲ្យយកមនុស្សឈួតទៅជាមួយទេចេញពីហេឆេងភ្លាមឬផ្សេងទៀត